ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះឆ្លើយសំណួរកូនសិស្សមួយនៅក្នុងក្រុមគាត់សួរថាផ្ទះគាត់ទើបតែចូលនៅថ្មីហើយគាត់ចង់រៀបចំជំនាញផ្ទះឬក៏ទីជូអ៊ៀនឹងពណ៌ក្រហមបានអត់អញ្ចឹងណាជាធម្មតាផ្ទះនៅក្នុងបុរីកន្លែងដាក់ទីជូអ៊ៀនឹងភាគច្រើននៅកណ្ដាលផ្ទះអញ្ចឹងហើយនៅការរៀបចំទីជូអ៊ៀឬក៏ឈ្នាងផ្ទះឲ្យបានត្រឹមត្រូវគឺជាក់ស្ដែងណាគឺយើងត្រូវមើលទីតាំងដែលយើងដាក់នោះប្រសិនបើជាទីតាំងកណ្ដាលផ្ទះនេះខ្ញុំនិយាយកណ្ដាលផ្ទះបងប្អូនណាយើងអត់តនិយាយពីផែនមុនយកឬក៏ flying star ចូលទេអញ្ចឹងមានន័យថាឲ្យតែនៅកណ្ដាលផ្ទះមានន័យថាអធិរាជគឺធាតុដីអញ្ចឹងបើសិនជាទីជូអ៊ៀរបស់យើងពណ៌ក្រហមហើយយើងយកទៅដាក់កណ្ដាលផ្ទះនោះមានន័យថាយើងទៅ support ធាតុដីឲ្យកាន់តែខ្លាំងអញ្ចឹងកាលណាដែលធាតុដីកាន់តែខ្លាំងវាអាចកើតនៅរឿងមិនល្អព្រោះអីយើងដឹងហើយថាផ្កាយលេខ5គឺជាផ្កាយមិនល្អទេផ្កាយវិបត្តិអញ្ចឹងកាលណាដែលយើងដាក់ពណ៌ក្រហមទៅ support អានឹងធ្វើឲ្យផ្ទះនោះជួបរឿងមិនល្អហើយកើតនៅបញ្ហាសុខភាពមានការវះកាត់អីផ្សេងៗផងដែរអញ្ចឹងការរៀបចំទីជូអ៊ៀវាទាមទារឲ្យទី1យើងត្រូវមើលទីតាំងមុខផ្ទះយើងហើយកន្លែងដាក់ទីជូអ៊ៀយើងអាចប្រើតាមក្បួនសហក៏បានសានយ័ន្តក៏បានណាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់រៀបចំទីជូអ៊ៀឬក៏ជំនាញផ្ទះគាត់ត្រូវវាស់ទិសឲ្យត្រូវសិនថាទិសដែលគាត់ត្រូវដាក់នោះគាត់ដាក់នៅស្រុកណាអញ្ចឹងណាយើងអាចសម្ពោធតាមសហក៏បានដែរសម្ពោធតាមទិសក៏បានដែរតែសំខាន់ឲ្យតែបងប្អូនដឹងអញ្ចឹងនៅក្នុងចម្លើយនេះខ្ញុំចង់បញ្ជាក់ថាបើសិនជាផ្ទះរបស់គាត់នៅក្នុងបុរីហើយក៏ដាក់ទីជូអ៊ៀក្រហមបែបនេះគឺមិនល្អទេបើសិនជាផ្ទះនៅក្នុងបុរីហើយដាក់ទីជូអ៊ៀនៅក្នុងឆ្នាំនេះលោកគ្រូណែនាំឲ្យដាក់ពណ៌រាងសធាតុមាសព្រោះអីនៅក្នុងផ្កាយលេខ5យើងមិនថយដោយមាសហើយឆ្នាំនេះមានទឹកចូលមកទៀតណាអញ្ចឹងចម្លើយគឺប្រើពណ៌មាសល្អសម្រាប់ទីជូអ៊ៀនៅកណ្ដាលផ្ទះណាសម្រាប់បងប្អូនអរគ្នាអរគុណ